ស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តឡើងកម្ដៅខណៈដែលមន្ទីរបញ្ញកនបង្ហាញថាទាហានអាមេរិកជិត100នាក់បានរងរបួសក្នុងកម្រិតផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី7 ខែកក្កដាមកម្លេះព័ត៌មាននេះត្រូវបានប្រកាសស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Peter Hegseth ត្រៀមចូលបំភ្លឺនៅចំពោះមុខសមាជិកសភានេះជាលើកដំបូងដែលលោកបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីមានជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់ឈានចូលដល់ដំណាក់កាលតានតឹងខ្លាំងជាងមុនមន្ទីរបញ្ញកោណក៏បានទទួលស្គាល់ថាកន្លងមកខ្លួនក៏មានការយឺតយ៉ាវក្នុងការបង្ហាញព័ត៌មាននៃការវាយប្រហារដែលបណ្ដាលឲ្យទាហានរងរបួសប៉ុន្តែមិនបាត់បង់ជីវិតទន្ទឹមនឹងនេះយោធាអាមេរិកបានបញ្ជាក់ថាខ្លួនបានបន្តបើកការវាយប្រហារសារជាថ្មីលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃច័ន្ទដែលបង្ហាញថាប្រតិបត្តិការយោធារវាងភាគីទាំងពីរមិនទាន់មានសញ្ញាថមថយនៅឡើយនោះទេនៅប្រទេសសូកូនីកងទ័ពបានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួន3គ្រាប់ដែលហោះចូលក្នុងដែនអាកាសរបស់ខ្លួនចំណែកនៅប្រទេសយេម៉ែនវិញក្រុមហូធីដែលគាំទ្រដោយអ៊ីរ៉ង់បានប្រកាសដាក់បម្រាមលើការដឹកជញ្ជូនតាមសមុទ្ររបស់អារ៉ាប៊ីសាអូឌីតក្រុមអ្នកវិភាគរំមានថាវិធានការនេះអាចសំខាន់ដល់ការផ្គត់ផ្គង់ប្រេងនិងអូស្មန်ដែលជះឥទ្ធិពលដល់ទីផ្សារពិភពលោកមិនតែប៉ុណ្ណោះនៅច្រកហោមវិញដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោកនាវាដឹកប្រេងមួយគ្រឿងត្រូវបានបាញ់ប្រហារនៅច្រកសមុទ្រអូម៉ង់បង្ខំឲ្យនាវិកទាំងអស់ចាក់ចេញពីនាវាជាបន្ទាន់រីឯនាវាពាណិជ្ជកម្មពីរគ្រឿងផ្សេងទៀតក៏រងការវាយប្រហារផងដែរអ្នកជំនាញលើកឡើងថាចាប់តាំងពីមាត់ឈប់បាញ់បានដួលរលំមកចរាចរណ៍នាវាឆ្លងកាត់ច្រកហោមបានថមថយចុះជាបន្តបន្ទាប់ដែលក៏ឲ្យមានការព្រួយបារម្ភជំនួសនៅមជ្ឈមណ្ឌលអាចរីករាលដាលដ៏ធំនិងប៉ះពាល់ដល់សេដ្ឋកិច្ចសកលអរគុណសម្រាប់ការតាមដានទស្សនា